ខ្ញុំគឺបុត្រានៃព្រះមែនប៉ុន្តែខ្ញុំប្រាប់អស់លោកឲ្យដឹងថានៅពេលខាងមុខអស់លោកនឹងឃើញខ្ញុំម្ដងទៀតអង្គុយនៅខាងស្ដាំដៃរបស់ព្រះជាម្ចាស់នឹងត្រឡប់មកលើផែនដីនេះទៀតដល់ជិះលើពពកទៀតមនុស្សនេះពិតជាបាននិយាយប្រមាថនេះទៅព្រះមែនយើងនេះបានឮពាក្យវានិយាយអស់ហើយវាសំស្លាប់ទេហើយបើជាយើងត្រូវការរសាស្អីទៀតចូលនាំវាទៅឲ្យលោកពីឡាត់ទៅហើយបានវាចេញទៅលុះដល់ព្រឹកឡើងមេដឹកនាំសាសនាទាំងឡាយបានធ្វើការសម្រេចចិត្តដើម្បីប្រហារជីវិតព្រះយេស៊ូវពួកគេបាននាំយកទ្រង់ចេញទៅដើម្បីប្រគល់ទ្រង់ឲ្យលោកពីឡាត់ដែលជាអ្នកគ្រប់គ្រងលើទីក្រុងរ៉ូមតើអ្នករស់គ្នាមកទីនេះទៅព្រឹកមានការអីដែរយើងអត់ចាប់មនុស្សនេះមកព្រោះវានាំឲ្យគេបាក់វាបណ្ដាលឲ្យមានការផ្អើលឆោឡោក្នុងព្រះវិហារតើត្រូវដាក់ទោសវាយ៉ាងណាសម្រាប់វាទៅខ្ញុំមិនឃើញថាមនុស្សនេះមានទោសឡើយគ្មានទោសទេយើងឃើញថាមានទោសព្រោះវាហាមគេមិនឲ្យបង់ពន្ធថ្វាយទៅសេសាវាអួតខ្លួនថាជាព្រះមេស៊ីនិងជាស្ដេចជាស្ដេចឯងជាស្ដេចសាសយូដាលោកទេតើដែលមានភាសាបែបនេះលោកពីឡាត់បានដឹងថាដោយសារតែសេចក្តីច្រណែនឈ្នានីសទាំងនេះទើបធ្វើឲ្យមេដឹកនាំសាសនាទាំងនេះប្រគល់ព្រះយេស៊ូវមកឲ្យលោកវិនិច្ឆ័យមនុស្សនេះមានទោសអ្វីគួរឲ្យស្លាប់នោះទេដូច្នេះគ្រាន់តែវាយប្រដៅហើយលែងវាទៅចូលឆ្កាងវាទៅមែនហើយឆ្កាងវាទៅហេវាយវាទៅអាយុចិត្តធនណាលោកចាំឲ្យជិតលោកពីឡានអត់ទេវាទៅវាត្រូវទៅស្លាប់សម្រាប់វាទៅវាត្រូវទៅស្លាប់ត្រង់គឺជាព្រះយេស៊ូវហើយថែមទៀតហើយថែមទៀតអញបាត់ជាលោកធ្វើទៀតនៅកាប់យ៉ាងដូចឆ្នៃហើយយ៉ាងតិចទៀតដាក់ខ្លាំងឡើងជាព្រះមេស៊ីទៅទៅនេះរស់សំមុខវាហើយដោយមានសម្រេចយ៉ាងខ្លាំងដែលពួកគេទាំងអស់គ្នានៅតែទាមទារឲ្យឆ្កាងទ្រង់ហើយនៅទីបំផុតក្តីរំពឹងរបស់ពួកគេក៏បានសម្រេចលោកពីឡាតខ្លាចបងមនុស្សហើយលោកចង់ធ្វើបំពេញចិត្តប្រជាជនផងនោះលោកក៏បានប្រគល់ព្រះយេស៊ូវឲ្យគេឆ្កាងទ្រង់ទៅSimon ដាក់ស្រុកស៊ីរ៉េនចូលមកនេះខាងខ្សែនេះទៅហើយនេះឈរនេះទៅអត់ទេឡើង ល
ពួកគេបានឆ្កាងត្រង់នៅឯកន្លែងមួយឈ្មោះថាភ្នំលលាក្បាលជាមួយនឹងមនុស្ស2នាក់ដទៃទៀតដែលត្រូវគេកាត់ទោសប្រហារជីវិតពីបទឆក់ប្លន់គឺម្នាក់នៅខាងស្ដាំត្រង់ហើយម្នាក់ទៀតនៅខាងឆ្វេងត្រង់